Elden Elden វាជាសត្វនាគស្លាប់ពីរគូវាជានិមិត្តសញ្ញា Halder លោកម្ចាស់ត្រឡប់មកវិញហើយថាម៉េចលោកម្ចាស់ត្រឡប់មកវិញហើយតោះទៅក្រៅដើម្បីប្រយុទ្ធ Halder អាក្មេងតូចអ្នកទាំងអស់គ្នាវាយប្រហារអង្គម្ចាស់ Halder ចូលមកអាកូនក្មេងស្លាប់ទៅនៅតែយឺតឯងអ្នកនាងម្នាក់នោះ Elden ប្រយ័ត្នឯងចាប់បានហើយយកអានេះទៅ Elden យើងបានរងចាំអស់រយៈពេលជាយូរដើម្បីថ្ងៃនេះដើម្បីសម្លាប់ឯងនេះយើងបានដឹងច្បាស់អំពីវាដែលមិនមានអ្វីដែលឲ្យមេបិសាចមកតែឯងតើមនុស្សស្រីហ៊ានធ្វើបែបនេះចំពោះយើងដែលជាខូរ៉ាត់លែងយើងភ្លាមទៅលែងទៅអាដុំថ្មងាប់មុននឹងយើងសម្លាប់វាយើងនឹងកំទេចហើយនឹងសម្លាប់នាងរឿងរបស់មនុស្សធម្មតារហូតដល់ទីបញ្ចប់យើងនឹងសម្លាប់ពួកឯងទាំងអស់ស្លាប់ទៅអ្នកនាងប្រយ័ត្នខូរ៉ាត់គឺបានស្លាប់ហើយថាម៉េចខូរ៉ាត់បានស្លាប់ក្នុងដៃមេបិសាចរត់វើយកុំត្រឡប់មកវិញវើយអ្នកនាងវាជាជ័យជំនះរបស់ Halder ពេលវេលាដូចជាឈប់ត្រជាក់ពេលរដូវរងាវិលមកម្ដងទៀតវាបានចាប់ផ្ដើមឡើងវិញតើខ្ញុំដេកលក់តាំងពីពេលណាបើគិតពីវាទៅកាលពីម្សិលមិញខ្ញុំយំហើយបន្ទាប់មកខ្ញុំអស់កម្លាំងព្រះអើយអ្នកស្រីបាសៀនប្រកាសជាហៅខ្ញុំអ្នកណាសម្រាប់ការពេទ្យ Elden លើសពីការគិតរបស់ខ្ញុំមិនមែនជាសុបិនឬស្រមៃទេខ្ញុំសុំទោសអ្នកនាងខ្ញុំសុំទោសដែលធ្វើឲ្យលោកភ្ញាក់តាំងពីខ្ញុំរស់នៅក្នុងពិភពងងឹតនេះខ្ញុំតែងតែប្រុងប្រយ័ត្នពីព្រោះខ្ញុំមិនអាចធ្វើឲ្យការការពាររបស់ខ្ញុំអន់ថយពេលដែលខ្ញុំដេកលក់ដូច្នេះខ្ញុំគិតថានោះជាមូលហេតុចាខ្ញុំមិនដែលឃើញគាត់អស់រយៈពេល7ឆ្នាំហើយដូច្នេះ Elden កំពុងមានអារម្មណ៍ឆ្គមឆ្គងមែនទេនិយាយអញ្ចឹងវាហាក់ដូចជាមើលទៅលោកមានការផ្លាស់ប្ដូរជាច្រើនបន្ទាប់ពីមានរឿងដ៏ធំកាលពីម្សិលមិញខ្ញុំសុំទោសកាលពីម្សិលមិញដោយឱកាសណាមួយខ្ញុំគួរតែរត់គេចជាមុនសិនកាលពីម្សិលមិញគឺខ្ញុំមិនគិតថាអ្នកនាងនៅ Halder ទៀតទេដូច្នេះពេលដែលខ្ញុំនៅក្នុងពិភពងងឹតកាន់តែយូរខ្ញុំគិតថាអ្នកនាងនឹងចាកចេញខ្ញុំពិតជារំភើបណាស់ដែរមនុស្សនេះពិតជាប៉ុន្តែបងពិតជាមានការភ្ញាក់ផ្អើលកាលពីម្សិលមិញប្រពន្ធបងកំពុងឈរលើផ្ទះគឺគួរឲ្យចាប់អារម្មណ៍ណាស់លោកមិនបានផ្លាស់ប្ដូរអីបន្តិចទេអូនធំឡើងច្រើនណាស់ភាពក្លាហានពេលសម្លាប់ខូរ៉ាត់គឺថា Elden ខ្ញុំធ្វើដោយមិនដឹងខ្លួនប្រពន្ធអូនបានឈានក្នុងដំណាក់កាលមួយដែលផ្ដួលដុំថ្មវល់ឡែមដោយគ្មានគ្រោះថ្នាក់ទាំងនេះគួរតែអរគុណដល់វាសៀវភៅអានកំបាំងកម្ពស់សម្លេងនិងរូបរាងរបស់គាត់ក៏ផ្លាស់ប្ដូរដែរប៉ុន្តែត្រូវហើយលោកពិតជាមិនបានផ្លាស់ប្ដូរទេបងបានរងចាំសម្រាប់ប្រពន្ធពេញមួយយប់ដើម្បីឲ្យអូននៅរបស់នេះគ្មានផ្លូវទេបងបានរបស់ទាំងអស់នេះសៀវភៅដ៏អស្ចារ្យនៃអាថ៌កំបាំង